យើងមកដល់អរ៉ែងហើយអរ៉ែងជាមេដាធម្មជាតិអ្វីដែលធ្វើឲ្យខ្ញុំរឹតតែចង់ដឹងអំពីអរ៉ែងទៀតគឺខ្ញុំចង់ដឹងអំពីជីវិតរបស់មេដាអរ៉ែងស្ត្រីនៅអរ៉ែងតាំងពីកុមារភាពតើកុមារីនៅអរ៉ែងយុវវ័យនៅអរ៉ែងរស់របៀបណាបើសិនជាយើងនិយាយអំពីសិទ្ធិក្នុងការទទួលបានការអប់រំសុខភាពជីវិតរស់នៅកុំភ្លេចថាយើងក៏ត្រូវនិយាយអំពីវប្បធម៌ប្រពៃណីនៃបងប្អូនចងរបស់យើងដែរដូច្នេះបេសកកម្មរបស់ខ្ញុំក្នុងនាមខ្ញុំជាអ្នកតំណាងរាស្ត្រមកអរ៉ែងនេះមកនិយាយអំពីជីវិតសិទ្ធិការចូលរួមរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍនៅក្នុងការធ្វើសេចក្តីសម្រេចក្នុងការការពារមិនត្រឹមតែមេដាធម្មជាតិទេការពារអ្វីដែលជាជីវិតសេចក្តីថ្លៃថ្នូរនៃស្ត្រីនៅអរ៉ែងកើតធំដឹងក្តីមកខ្ញុំអត់បានរៀនសូត្រអីច្រើនទេ7ឆ្នាំអានឹងអត់បានរៀនទេដល់8ឆ្នាំ9ឆ្នាំដល់ពេលអាយុ9ឆ្នាំខ្ញុំឈប់រៀនចាឈប់រៀនហ្នឹងដោយសារតែអត់មានគ្រូបង្រៀនចាអញ្ចឹងខ្ញុំបញ្ចប់ត្រឹមថ្នាក់ទី1ចាខ្ញុំអត់មានបានចេះអីទេដល់ពេលថ្នាក់ទី1ហ្នឹងខ្ញុំរៀនបានកខហើយស្អាតស្អីអីស្រៈអីខ្ញុំដល់រៀនតាមផ្ទះចាពេលអញ្ចឹងមកយើងចេះតែកបអីពាក្យអីខ្លួនចេះរៀនអានកសែតអានរឿងអញ្ចឹងបានខ្ញុំអាចអានបានសេបានដល់រាល់ថ្ងៃចាហើយខ្ញុំរាល់ថ្ងៃអាយុ25ចាឈ្មោះរៀនសៅស៊ីកាលតាំងពីអាយុប្រហែលកាលហ្នឹងខ្ញុំអាយុ15យាយពោះអាមេរិកអូយយកមិញខ្ញុំយើងពីអីបងប្អូននៅ14ថ្ងៃទៀតហ្នឹងគឺលោកជំទាវ Michelle Obama ចាលើឮទេនោះហើយក៏ជាអ្នកណា Michelle Obama អត់ស្គាល់ទេឮទីឈ្មោះខ្ញុំដឹងនៅខាងណាដឹងថាអាមេរិកខ្ញុំគាត់ជាប្រពន្ធរបស់ប្រធានាធិបតីអ្នកពូជាងគេធំជាងគេនៅសហរដ្ឋអាមេរិកលោកអូបាម៉ាហើយគាត់មកប្រទេសកម្ពុជាយើងគាត់ចង់និយាយគាត់ចង់ស្គាល់គាត់ចង់ដឹងគាត់ចង់ឃើញជីវភាពរបស់ស្ត្រីយើងជាពិសេសនេះកុមារីយើងចាបានទៅរៀនឬអត់ទៅរៀនរាល់ពេលដូចពួយស្រីរៀនដល់ថ្នាក់ទីម៉ាឈ្មោះទី6ចាល្អណាស់ហើយចង់រៀនបន្តដល់ថ្នាក់ទីប្រហែលទៀតចង់រៀនបន្តទៅថ្នាក់ទី12អូអាចទៅរួយឬមិនអាចបើទៅរៀននៅណា12ដល់10តងអាចទៅបានដែរអត់ដឹងគឺបានយើងប្រាំងលុយណាបងណាយើងប៉ះកាត់ប្រាំងលុយលុយត្រាទៅឲ្យលុយគេបងប្អូនយើងនៅភូមិអរ៉ែងរបស់យើងនេះគឺលោកកំពុងតែសម្រាប់ចិត្តដល់ពេលវេលាហូបបាយហើយយើងឃើញថាពេលទំនេរបុរសលេងកីឡាហើយស្ត្រីអត់មានពេលទំនេរទេ